ការប្រកួត IFS នឹងបិទចោះឈ្មោះនៅថ្ងៃនេះហើយនៅគេខ្លះបានចោះឈ្មោះហើយនៅគេខ្លះបានចោះឈ្មោះខ្ញុំគិតថាបើសិនជាអត់បានចោះឈ្មោះទេវាជារឿងមួយដែលសោកស្ដាយខ្លាំងមែនតើព្រោះតែយើងអត់បានបង្ហាញសមត្ថភាពរបស់យើងឲ្យគេឃើញថាយើងពិតជាមានសមត្ថភាពមែនអញ្ចឹងខ្ញុំមកនេះគឺខ្ញុំមិនចង់និយាយតែប៉ុណ្្នឹងទេខ្ញុំចង់និយាយពីរឿងមួយចំនួនទៀតព្រោះតាការប្រកួត IFS នេះគឺនឹង qualify ពីថ្ងៃទី8រហូតដល់ថ្ងៃទី15ហើយតើតើជាមួយនឹង qualify ហ្នឹងគឺខ្ញុំអត់ទាន់ដឹងថា offline ឬក៏ online ទេតែបើសិនជា offline ទៅលេងនៅទីតាំងប្រកួតរបស់គេផ្ទាល់ហ្នឹងអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូចាស់របស់ខ្ញុំទៅវីដេអូមួយនេះអ្នកគ្នាទៅមើលទៅហើយមួយទៀតបើសិនជាការប្រកួតហ្នឹង qualify online អ្នកគ្នាមើលវីដេអូនេះឲ្យដល់ចប់ទៅគឺខ្ញុំនឹងនិយាយថាយើងគួរ prepare ឲ្យខ្លះនៅពេលដែលយើង qualify online បែបហ្នឹងអញ្ចឹងចំណុចទី1ហ្មងនៅពេលដែលអ្នកទាំងអស់គ្នាចោះឈ្មោះហើយអ្នកទាំងអស់គ្នាអ្វីដែលចាំបាច់ធ្វើបំផុតនោះគឺអ្នកទាំងអស់គ្នាត្រូវតែពិនិត្យមើលទៅលើ rule book របស់គេមើលពីលេខ1រហូតដល់លេខ10មើលឲ្យចប់ពីម្ដងទៅដើម្បីឲ្យយើងយល់ចប់សពគ្រប់តាក់ទងជាមួយនឹង rule book ហ្នឹងដើម្បីកុំឲ្យមានបញ្ហានៅពេលដែលយើងប្រកួតឬក៏មានបញ្ហាអីផ្សេងចំណុចទី2គឺការគោរពពេលវេលាការប្រកួតអនឡាញក៏យើងត្រូវតែគោរពពេលវេលាដូចយើងទៅប្រកួតកន្លែងគេដែរយើងត្រូវតែរៀបចំខ្លួនឲ្យរួចរាល់មុនការប្រកួតម៉ាច់របស់យើងយ៉ាងតិចរយៈពេលកន្លះម៉ោងទៅ1ម៉ោងហើយអាពេលដែលយើងរៀបចំខ្លួនរួចរាល់ហ្នឹងអ្វីដែលយើងត្រូវធ្វើជាចាំបាច់បំផុតគឺយើងត្រូវតែ follow up ជាមួយនឹង server Discord របស់គេឬក៏ Telegram group របស់គេហ្នឹងកុំឲ្យដាច់ឲ្យសោះអ្នកទាំងអស់គ្នាព្រោះនៅពេលដែលមានព័ត៌មានអីផ្សេងគឺគេនឹង update ឲ្យយើងអញ្ចឹងយើងនឹងបានឃើញតាន់ពេលវេលាដើម្បីកុំឲ្យការប្រកួតរបស់យើងឧទាហរណ៍ថាយើងត្រូវលេងម៉ោង4អញ្ចឹងទៅដល់ពេលម៉ោង3:50បានយើងរៀបចំខ្លួនហើយដល់ពេលយើងកន្លែងតែ turn នេះ turn នោះរៀបចំខ្លួនដល់ពេលយើងចូលទៅដល់ការប្រកួតអត់តាន់ពេលវេលាដល់ពេលគេ disqualify យើងអាហ្នឹងយើងទៅបន្ទោខាងគេអត់កើតដែរអញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលប្រកួតអនឡាញអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំបាច់បំផុតរៀបចំខ្លួនមុនការប្រកួតរបស់យើងយ៉ាងតិចកន្លះម៉ោងឬក៏1ម៉ោងហ្មងបើសិនជាអាចយើង1ម៉ោងទៅយើងអង្គុយតេស្ត pin អង្គុយ warm up ជាមួយនឹងគ្នាយើងទៅដើម្បីនៅពេលដែលយើងចូលទៅដល់ការប្រកួតគឺរត់តែ smooth អញ្ចឹងចូលដល់ចំណុចទី3វិញម្ដងតាក់ទងជាមួយនឹង connection អានេះគឺជាបញ្ហាមួយដែលធំមែនតើដែលខ្ញុំសួរទៅលើក្រុមការងារដែលខ្ញុំធ្លាប់ស្គាល់គឺតាក់ទងជាមួយនឹង connection ហ្នឹងគឺជាបញ្ហាច្រើនខ្លាំងមែនតើដែល player នៅពេលដែលជំរុះ online គាត់ជួបអញ្ចឹងដើម្បីអ្នកទាំងអស់គ្នាកុំឲ្យជួបបញ្ហានេះអ្នកគ្នាគួរតែ test ជាមួយនឹង internet ខ្លួនឯងលេងជាមួយនឹងវគ្គ rank ឬក៏វគ្គអីផ្សេងទៅបើសិនជាអត់ smooth ទេឬក៏នៅផ្ទះយើងអ៊ីនធឺណិតអត់ smooth ទេអញ្ចឹងយើងគួរតែទៅរកទីតាំងហាងកាហ្វេណាមួយឬក៏កន្លែងណាមួយដែលមាន Wi-Fi មានអ៊ីនធឺណិតលឿនទៅលេងនៅកន្លែងនោះសិនទៅក្នុងកំឡុងពេលប្រកួតហ្នឹងជៀសវាងនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាអីមួយហើយនៅក្នុងវគ្គហ្នឹងគឺគេអត់ផុសឲ្យនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាពាក់កណ្ដាលទីកំពុងតែលេងអ្នកទាំងអស់គ្នាអត់អាចឈ្នះការប្រកួតវាជារឿងមួយដែលធ្វើយើងសោកស្ដាយខ្លាំងមែនតើនិយាយមែនណាបើថាចាញ់ដោយសារអ៊ីនធឺណិតចឹងមែនចង់បោកក្បាលមកនិយាយតាមត្រង់អញ្ចឹងខ្ញុំមានតែ4ចំណុចហ្នឹងទេចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះតាក់ទងជាមួយនឹងការប្រកួត qualify online បើសិនជាការប្រកួត qualify បែប offline អ្នកគ្នាមើលវីដេអូចាស់ខ្ញុំទៅគឺបានឃើញហើយខ្ញុំនិយាយប្រហែលចំណុចដែលសំខាន់ដូចគ្នាអ្វីដែលយើងត្រូវរៀបចំនិងអ្វីដែលយើងត្រូវសួរទៅកាន់ក្រុមការងារហើយការប្រកួតអនឡាញយើងនេះក៏ដូចគ្នាដែរអ្នកគ្នាក៏ត្រូវសួរទៅគាត់តាក់ទងជាមួយនឹងបើសិនជាយើងមានចម្ងល់ផ្សេងដូចគ្នាយើងកុំបង្ើយកន្តើយនៅពេលដែលគេ disqualify យើងហើយយើងទៅសួរគេបញ្ហាអីអាហ្នឹងវារៀងចម្លែកហើយអញ្ចឹងត្រូវតែសួរគេមុនការប្រកួតឲ្យអស់ចម្ងល់របស់យើងហ្មងចាំយើងប្រកួតទៅជារឿងមួយដែរល្អឥឡូវយើងចូលមកដល់ចំណុចទី4វិញម្ដងតាក់ទងជាមួយនឹងការប្រកួតឲ្យបើក webcam ខ្ញុំគិតថានៅវគ្គ256ឬក៏វគ្គអីច្រើនគេអត់តម្រូវឲ្យបើក webcam ទេប៉ុន្តែខ្ញុំគិតថាបើសិនជាដល់វគ្គរៀងសល់ក្រុមតិចឬក៏ដាច់សល់64ឬក៏128អាហ្នឹងខ្ញុំអត់ច្បាស់ទេទៅតាម rule book ដែលគេបានចែងអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាត្រូវតែ prepare ដូចគ្នាតាក់ទងអាហ្នឹងវាដូច internet អញ្ចឹងអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងកន្លែងហ្នឹងតែយើងគួររៀបចំមិនបើសិនជាការប្រកួតនៅក្នុងវគ្គហ្នឹងគឺគេតម្រូវឲ្យយើងបើក webcam ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែខ្ចីទូរស័ព្ទគេមួយយកមកបើក webcam ដាក់ឲ្យគេទៅបើសិនជាអ្នកមានកុំព្យូទ័រពួកគាត់មាន webcam ស្រាប់អត់អីទេប៉ុន្តែបើសិនជាពួកគាត់អត់មានកុំព្យូទ័រខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែខ្ចីទូរស័ព្ទមកគេមួយដើម្បីយកមកធ្វើជាកាមេរ៉ាចូលទៅក្នុង Discord អីផ្សេងព្រោះកន្លែងហ្នឹងខ្ញុំចង់សម្ដៅចេះតាមក៏ប៉ុតអ្នកទាំងអស់គ្នាអាចបើក webcam បើកកាមេរ៉ាទូរស័ព្ទដៃរបស់យើងកំឡុងពេលដែលយើងលេងនៅក្នុង Discord ហ្នឹងក៏បានដែរប៉ុន្តែអ្នកទាំងអស់គ្នាគឺនឹងត្រូវជួបបញ្ហាមួយ
ទូរស័ព្ទក្តៅ IPS ទូរស័ព្ទរបស់យើងរត់អត់បានល្អហើយអាចនឹងមានបញ្ហាដាច់ហ្គេមអីតទៅទៀតអាហ្នឹងវាជារឿងមួយដែលអ្នកទាំងអស់គ្នាត្រូវគិតអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាបើសិនជាដឹងថាការប្រកួតហ្នឹងតម្រូវឲ្យបើក webcam នៅវគ្គហ្នឹងហើយខ្ចីទូរស័ព្ទនៅគេមកសិនមកត្រឹម1ម៉ោងឬក៏2ម៉ោងខ្ញុំគិតថាគេមិនកំណាញ់ទេបើសិនជាយើងយកទៅធ្វើរឿងត្រឹមត្រូវកុំឲ្យយើងយកទៅធ្វើអីផ្សេងឬយកទូរស័ព្ទដៃគេទៅលក់ហ្នឹងមិនគេអត់ឲ្យខ្ចីអញ្ចឹងជាចុងក្រោយជូនពរអ្នកទាំងអស់គ្នាសំណាងល្អទាំងអស់គ្នានៅក្នុងការប្រកួតខាងមុខហើយក៏មិនភ្លេចប្រាប់អ្នកទាំងអស់គ្នាដែរបើសិនជាចង់បានពេជ្រកុំភ្លេច V-Shop KH V-Shop KH ឥឡូវចុះ MOU ជាមួយនឹងសហព័ន្ធទៀតអញ្ចឹងគឺលើកស្ទួយវិស័យ e-sport នៅក្នុងស្រុកខ្មែរយើងបានច្រើនខ្លាំងមែនតើដែលជំរុញឲ្យមានការប្រកួតកាន់តែច្រើននៅក្នុងប្រទេសខ្មែររបស់យើងហើយនឹងឲ្យ player ជាច្រើនថ្មីខ្លាយទៅជាកីឡាករអាជីពនៅពេលខាងមុខអញ្ចឹងវីដេអូ Alaska គឺគេធ្វើតែអញ្ចឹងហើយបើសិនចង់ដាក់ពេជ្រកុំភ្លេចឲ្យសោះ V-Shop KH